នេះផែនទីរបស់ទឹកដីប្រទេសខ្មែររបស់យើងកាលពីដំបូងឡើយណាកើតឡើងនៅក្នុងអាណាចក្រភ្នំសម័យហ្វូណនយើងទៅមើលទាំងអស់គ្នាតាំងពីការកកើតឡើងដំបូងនៃនគរខ្មែររហូតមកដល់ឆ្នាំ2020ហ្នឹងតើផែនទីហើយផ្ទៃដីហ្នឹងមានការដោះដូរមានការបាត់បង់ឬក៏មានការកែប្រែប្រួលអីគេខ្លះតាំងពីសម័យហ្វូណនឆ្នាំ68រហូតដល់ឆ្នាំ550ដែលកើតឡើងចាប់ពីសតវត្សទី1រហូតដល់សតវត្សទី6នេះសម័យហ្វូណនពុកម៉ែបងប្អូនហ្វូណនណា68ដល់550ផ្ទៃដីប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពីសម័យហ្វូណនមកគឺចូលដល់សម័យចេនឡាចាប់ពីសតវត្សទី6រហូតដល់ឆ្នាំ802អញ្ចឹងសតវត្សទី6យើងទាញមកដល់600មកសម័យចេនឡានេះបាទស្ដេចគឺមហេន្ទ្រវរ្ម័នពីសតវត្សទី6រហូតដល់សតវត្សទី8អញ្ចឹងយើងចូលអូសទៅដល់ឆ្នាំ802តើមានការប្រែប្រួលអីគេខ្លះនេះផុតសម័យចេនឡាចាប់ពីឆ្នាំ800ទៅឡើងដល់ឆ្នាំ1431ដែលស្ថិតនៅក្នុងសម័យអង្គរទឹកដីរបស់យើងធំមែនទែននេះធំមកធំមែនទែនកាលហ្នឹងជាប់ចម្ប៉ានេះចម្ប៉ានៅខាងនេះជាប់ចម្ប៉ាហើយខាងនេះជាប់នឹង Lavo Kingdom ហ្នឹងមិនដឹងបោះអីគេខ្ញុំចុចមើលតើវាលោតឲ្យអត់ខាងនេះគឺដាវ៉ារ៉ាវ៉ាទី Kingdom អត់មានឃើញខ្មោចថៃនៅកន្លែងណាទេសៀមក៏មិនឃើញដែរអញ្ចឹងទឹកដីរបស់យើងគឺធំមែនទែននេះលាតសន្ធឹងពីខាងជើងនេះពីហូជីមិញទឹកដីខាងសមុទ្ររហូតមកដល់នេះពីខាងត្បូងណាឡាវក៏អត់ឃើញដែរឡាវកាលហ្នឹងគឺអត់មានដែរក្នុង map គេសូ map នេះសូមបញ្ជាក់ថាពេលដែលកន្លែងណាមានប្រទេសកន្លែងណាមានអ្នកកាន់កាប់មានឈ្មោះគឺគេដាក់ឲ្យហ្នឹងអញ្ចឹងនៅកន្លែងនេះគឺអត់មានទេសម័យព្រះបាទជ័យវរ្ម័នទី7ទឹកដីគឺធំមែនទែនធំលាតសន្ធឹងហ្មងមិនមែនតែប៉ុណ្្នឹងទេណាឡើងទៅទីទៀតគឺមានកាលហ្នឹងសម័យច្បាំងសម័យធ្វើការច្បាំងយកទឹកដីយើងមើលឡើងទៅទៀតនៅក្នុងចាប់ពីឆ្នាំ1431ដល់1863គេថាសម័យក្រោយអង្គរយើងទាញទៅដល់1400យើងទាញទៅ1400នេះឆ្នាំ1000សូរ្យវរ្ម័នទី1យើងសូរ្យវរ្ម័នទី1នៅឆ្នាំនេះអ៊ុនអីគេឧដាយាឌីទីយ៉ាវរ្ម័នទី2បាទយើងអូសមកទៀតមកយើងឆ្លងកាត់ស្ដេចច្រើនដែរមួយចំនួនណាមើលទឹកដីមានការប្រែប្រួលនេះខ្ញុំថយមកបន្តិចស៊ូយវរ្ម័នទី2នៅក្នុងឆ្នាំ1113សម័យក្រោយអង្គរគឺ1431ដល់1800យើងចូលដល់1400តែម្ដងទៅនេះ1400ព្រះបាទឥន្ទ្រវរ្ម័នទី6សម័យអាណាចក្រខ្មែរអញ្ចឹងក្រោយអង្គរអីទឹកដីនៅស្រុកប៉ុណ្នេះដែលចាប់ដើមមានខាងនេះហើយខាងនេះចម្ប៉ាមកលាតសន្ធឹងដល់ហូជីមិញក្រុងហូជីមិញ1400អញ្ចឹងសម័យអាណាព្យាបាលបារាំង1863ដល់1953យើងថយទៀត1853ចូលខ្ញុំថយអស់សិន1853នៅណា7នេះ1820 1840 1860នេះសម័យស្ដេចនរោត្តមនេះថៃចាប់ដើមវាទីមកហើយបើស្ដេចថៃគឺមកុដរាមាទីប្រហែលនេះរាមាទី4ណាស្ដេចមកុដបោះសៀមបោះចោលសៀមសម័យហ្នឹងទឹកដីរបស់យើងនៅសល់ទូចតែមួយកន្លែងហ្នឹងដូចជានៅតែខាងខេត្តអីគេជាប់ព្រំដែនវៀតណាមមានស្វាយរៀងមានព្រៃវែងមានកំពង់ចាមបាទមានប្រហែលខេត្តហ្នឹងនេះ1800សម័យអាណានិគមបារាំងយើងទៅមើលទីទៀតមើល1871 1800 1900សម័យស្ដេចស៊ីសុវត្ថិណា
ហើយសង្គ្រាមស៊ីវិលសង្គមរាស្ត្រនិយមសង្គ្រាមស៊ីវិលគឺ1953ដល់1993 1953នេះណានេះ1959សង្គ្រាមស៊ីវិលប្រទេសយើងបន្ទាប់ពីអាណានិគមបារាំងហើយទឹកដីរបស់យើងវាបានរៀងធំឡើងវិញនេះបានបាត់ដំបងសៀមរាបអីណាណីមកវិញហើយប៉ុន្តែបាត់ហូជីមីញបន្ទាប់ពីអាណានិគមបារាំងទៅណាបាត់កម្ពុជាក្រោមខាងក្រោមនេះគឺបានទៅវៀតណាមហើយវៀតណាមកាលហ្នឹងបែងចែកជាពីរមានវៀតណាមខាងជើងដែលកាន់កាប់ដោយហូជីមីញហើយវៀតណាមខាងត្បូងនេះកាន់កាប់ដោយងើឌីងឌៀមវៀតណាមខាងត្បូងណាចន្លោះឆ្នាំ1955ដល់75យើងមើលបន្តទៅទៀតបានចូលដល់រាជាណាចក្រកម្ពុជាទី2ចាប់ពីឆ្នាំ1993មកដល់បច្ចុប្បន្នយើងមើលនៅក្នុងឆ្នាំ1993មើលនៅ84សិន84ដឹកនាំដោយលោកតាហេងសំរិននេះ1979ដល់1989យើងមើលទៅទៀតក្នុងឆ្នាំ1999ដោយនាយករដ្ឋមន្ត្រីរបស់យើងគឺសម្ដេចហ៊ុនសែនជាមួយនឹងស្ដេចតាយើងមើលទៀតមកនេះរហូតដល់2010អញ្ចឹង2010ឆ្នាំនេះmap នេះគឺវាសូត្រត្រឹម2010ទេឆ្នាំ2010ណាតែគេហៅថា old map ចាស់ហើយវៀតណាមបានបង្រួមអីគឺវៀតណាមតែមួយទេលែងមានជើងលែងមានត្បូងទៀតហើយអញ្ចឹងទឹកដីរបស់យើងគឺនៅសល់ប៉ុណ្ណឹងបើយើងប្រៀបធៀបជាមួយនឹងពីមុនណាវាមានការប្រែប្រួលព្រោះសម័យមុនតាំងពីជំនាន់តាយើងតាទូតតាលួតតាលាយើងហ្នឹងគឺមានការច្បាំងទៅតាមទឹកដីហើយទម្រាំមកដល់ឥឡូវនេះបាននៅសល់បានប៉ុណ្ណេះ25ខេត្តក្រុងអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើន